នេះគឺផ្អើលព័ត៌មានខ្លាំងមែនតើរឿងសៀមដេញប្រជាជនខ្មែរយើងតាក់ទងជាមួយនឹងការបោះបង្គោលព្រំដែនអីចឹងទៅចាហើយមានបងប្អូនខ្លះហ្នឹងគាត់ឆានមកសួរថាអញ្ចឹងអារឿងហ្នឹងវាប៉ັດអត់ព័ត៌មានហ្នឹងប៉ັດអត់ដែលថាសៀមដេញប្រជាជនខ្មែរយើងប៉ັດដែរឬទេហើយតើការបោះបង្គោលព្រំដែនលេខ42និង47ហ្នឹងតើខ្មែរបាត់ដីឬមួយក៏បានដីតាមពិតទៅបងប្អូនអ្វីៗទាំងអស់បងប្អូនសុទ្ធតែបានដឹងទាំងអស់គ្នាហើយប៉ុន្តែមានបងប្អូនខ្លះហ្នឹងគឺគាត់អត់បានដឹងនៅតែនិយាយភាសាមិនបានដឹងតតែសោះហ្មងចំណុចនេះខ្ញុំចង់ជំរាបជូនប្រាប់បងប្អូនថាអញ្ចឹងគ្មានសៀមឯណាមកដេញខ្មែរយើងស្រស់ទេបងប្អូនចាគឺប្រជាជនខ្មែរយើងគាត់ជំរាបទៅរកទាទូសុវត្ថិភាពក្រោយពីមានបញ្ហាសៀមបាញ់វាបហាអញ្ចឹងណាបងប្អូនចំពោះបញ្ហាការបោះបង្គោលព្រំដែនវិញត្រង់ចំណុចហ្នឹងគឺអាចនិយាយដដែលតែម្ដងថាខ្មែរយើងគឺបានដីបន្ថែមបងប្អូនណាឥឡូវបងប្អូនសូមពិនិត្យមើលកន្លែងចំណុចគូពណ៌លឿងខ្វែងជ្រុងណាបងប្អូនលើផែនទីទាំងពីរជាដីដែលសៀមធ្លាប់គ្រប់គ្រងកន្លងមកត្រូវប្រគល់ឲ្យខ្មែរវិញនៅក្នុងពេលដែលវាស់វែងព្រំដែនហើយចំណុចហ្នឹងគឺផ្អែកទៅលើផែនទីរបស់បារាំងហើយនិងសៀមនៅឆ្នាំ1909និងឆ្នាំ1907មានຂະຫນາດ1ភាគ200000និងអនុវត្ត MOU 2000និងការឯកភាព JBC និង GBC ដែលចុះហត្ថលេខារួចរាល់ដូច្នេះមិនមែនដូចបងប្អូនថាអនុវត្តតាមផែនទីនៃឯកតោភាគីរបស់សៀមគូតាមចិត្តខ្លួនឯងមានຂະຫນាត1ភាគ50000អីចាចុះទេបងប្អូនចាដូចនេះឲ្យសូមបងប្អូនក៏មានការយល់ច្រឡំទៀតណាបងប្អូនណានេះបើផ្អែកទៅលើអ្វីៗដែលខ្ញុំបានជម្រាបជូនខាងលើនិងរាជរដ្ឋាភិបាលលោកបានផ្សាយប្រកាសកន្លងមកហើយចាចង់បងប្អូនសូមទានជ្រាបជម្រាបជាដំណឹងព័ត៌មាននឹងក៏មានការយល់ច្រឡំថាសៀមនឹងមកដេញខ្មែរឬមួយក៏មិនហើយខ្មែរនឹងឯគេបោះបង្គោលព្រំដែនពីលេខ42ដល់47នឹងតើខ្មែរបាត់ដីឬមួយក៏បានដីឥឡូវខ្ញុំបានជម្រាបជូនបងប្អូនហើយគ្មានពួកសៀមឯណាដែលមកដេញប្រជាជនខ្មែរយើងស្រស់ទេបងប្អូនតាមពិតទៅប្រជាជនខ្មែរយើងគឺគាត់ជំរាបទៅរកទីទួលសុវត្ថិភាពក្រោយពីមានបញ្ហាបាញ់បោះឬមួយក៏វាបហាពីសៀមចឹងណាបងប្អូនចាកាលពីថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025ខាងក្រុមការងារវាស់វែងចម្រុះភាគីកម្ពុជានិងសៀមនឹងគឺបានចាប់ផ្ដើមបង្កើតផែនទីរូបថតដោយការប្រើប្រាស់ដ្រូនហោះដើម្បីថតរូបចឹងណាបងប្អូនក្រោយពីបញ្ចប់ការងារនេះគឺក្រុមការងារវាស់វែងចម្រុះនៃប្រទេសខ្មែរហើយនិងសៀមរួចក៏បន្តចាប់ផ្ដើមនៃដំណើរការងារដើម្បីបោះជាបង្គោលព្រំដែនជាបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនមានលេខ42ដល់លេខ47ដែលស្ថិតនៅក្នុងភូមិសាស្ត្រនៃតំបន់ឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនិងខេត្តស្រះកែវរបស់សៀមដូច្នេះហើយអាចបញ្ជាក់បានថានេះគឺជារឿងដែលល្អបំផុតសម្រាប់ខ្មែរយើងណាបងប្អូនប៉ុន្តែត្រូវបានពួកសៀមនិយមក៏ដូចជាខ្មែរយើងមួយចំនួនអ្នកដែលមានឈាមជ័រជាខ្មែរនៅក្រៅប្រទេសហ្នឹងណានិងពួកសៀមជ្រុលនិយមនៅក្នុងប្រទេសសៀមហ្នឹងគឺខំនាំគ្នាបងប្អូនហើយចាខំនាំគ្នាបន្តចាប់ផ្ដើមធ្វើការផ្សព្វផ្សាយដើម្បីចំណេញនយោបាយផ្អែកលើជ្រុងមួយនៃភូមិជោគជ័យដូចអ្វីចាដូចជាអ្វីនៅក្នុងផែនទីនេះចឹងដែលបងប្អូនបានឃើញថាអញ្ចឹងបានទៅដល់សៀមចាបានទៅសៀមនិងយកតាមຂະຫນាតផែនទី1ភាគ50000ឯកតោភាគីប៉ុន្តែបងប្អូនតាមពិតទៅនេះគឺជារឿងដែលខ្មែរយើងត្រូវតែសប្បាយចិត្តណាទោះបីជាដីនៃភូមិជោគជ័យនៃជ្រុងមួយបកគលឲ្យទៅសៀមក៏ដោយតែខ្មែរបានមកវិញរហូតដល់2កន្លែងយើងបកគលតែមកកន្លែងឲ្យគេប៉ុន្តែយើងបានមកវិញរហូតដល់2កន្លែងណាបងប្អូនសូមបងប្អូនមើលទំហំអាចលើសជ្រុងមួយនៃភូមិជោគជ័យគុណលើស20ដងឯណោះបងប្អូនយល់អត់ផងចំណុចហ្នឹងចាតែទៅមើលទំហំណាបងប្អូនចាទំហំអាចលើសជ្រុងមួយនៃភូមិជោគជ័យទៀតណាមិនមែនគុណតែ1មិនមែនគុណ2ប៉ុន្តែគុណលើស20ដងឯណោះបងប្អូនចង់វាច្រើនមែនតើណាយើងបាត់បង់តែមួយជ្រុងឯងប៉ុន្តែយើងបានមកវិញរហូតដល់2ជ្រុងហើយ2ជ្រុងហ្នឹងមិនមែនគុណលើស1មិនមែនគុណលើស2ប៉ុន្តែគុណលើសរហូតដល់20ដងឯណោះក្នុងពេលដែលប្រជាជនគាត់ចម្លៀសចេញពីភូមិនិងសូមបងប្អូនក៏មានការព្រួយបារម្ភអីដោយប្រសាសន៍របស់សម្ដេចតេជោហ៊ុនសែនគឺលោកមានប្រសាសន៍ថាអញ្ចឹងមិនមែនពួកសៀមពាក់ក្បាលទេបើហ៊ានតែចូលអាហ្នឹងគឺចប់ហើយលោកផៃវណ្ណៈក៏បានផ្សាយដែរយប់ស្ថានភាពចានៅក្នុងភូមិទាំងពីរគឺល្អប្រសើរនិងមានសមត្ថកិច្ចការពារយ៉ាងខ្លាំងល្អបំផុតអាចបញ្ជាក់បានថាការយកចិត្តទុកដាក់របស់រដ្ឋាភិបាលយើងនិងមន្ត្រីសមត្ថកិច្ចនៅមូលដ្ឋានបានយកចិត្តទុកដាក់ខ្លាំងមែនទែនចាពួកគាត់បានយកចិត្តទុកដាក់ខ្លាំងណាស់បងប្អូនមិនដូចអ្វីដែលអ្នកខ្លះនិយាយនោះទេបងប្អូនអាដីពីចំណុចដែលគុណលើ20ដងដែលពួកថៃវាបកគលមកឲ្យខ្មែរយើងវិញអាថងចំណុចហ្នឹងគឺនាយករដ្ឋមន្ត្រីថៃអាទីនហ្នឹងគឺវាបានធ្លាប់ប្រកាសថ្លែងការណ៍ឲ្យប្រជាជនវាហ្នឹងគឺដឹងប៉ុន្តែក្រោយមកហ្នឹងគឺត្រូវបានប្រជាជនវាប្រតិកម្មខ្លាំងមែនទែនបងប្អូនពាក់ព័ន្ធទៅនឹងដីរបស់សៀមហ្នឹងត្រូវតែបកគលឲ្យខ្មែរយើងវិញណាមួយវិញទៀតខ្មែរគឺចង់ឲ្យមានការវាស់វែងច្បាស់លាស់ចុះឥឡូវនេះមានវាស់វែងហើយហេតុអ្វីក៏បងប្អូនខ្មែរយើងមិនសប្បាយចិត្តបែរជានាំគ្នាកើតទុំសុកចិត្តអត់សប្បាយចិត្តនឹងរឿងហ្នឹងដែលយើងបានដីមកវិញមិនមែនគុណនឹង1គុណនឹង2ប៉ុន្តែគុណនឹង20ដងណាបងប្អូនចាបានរហូតដល់2កន្លែងប្រជាជនសៀមហ្នឹងវាអត់សប្បាយចិត្តនឹងអារឿងហ្នឹងវាត្រូវហើយបងប្អូនព្រោះដោយសារតែដីហ្នឹងវាលួចទៅយូរហើយពួកវាកាន់កាប់យូរមកហើយដល់ពេលឥឡូវហ្នឹងត្រូវតែបកគលឲ្យខ្មែរវិញចឹងពួកវាត្រូវតែអត់របៀបតែចែកកើតទុំសុកចិត្តអារឿងហ្នឹងចឹងពួកវាត្រូវតែប្រតិកម្មខ្លាំងជាមួយនឹងរដ្ឋមន្ត្រីវាជាមួយនឹងរាជរដ្ឋាភិបាលវាថាដឹកនាំវាថាអត់ចេះធ្វើការចាំមួយចុះពីនៅមិននៅបកគលអាដីដែលខំលួចយកទៅយូរហើយហ្នឹងប៉ុន្តែឥឡូវត្រូវបានបកគលឲ្យខ្មែរវិញណាបងប្អូនចឹងពួកវាកើតទុំសុកចិត្តអត់សប្បាយចិត្តនឹងរឿងហ្នឹងត្រូវហើយប៉ុន្តែយើងនេះយើងម្ចាស់ដើមយើងទទួលបានដីហ្នឹងមកវិញហើយហេតុអីក៏បងប្អូននៅតែអត់សប្បាយចិត្តហេតុអីក៏បងប្អូនគិតថារឿងហ្នឹងគឺជារឿងប្រឌិតរបស់រាជរដ្ឋាភិបាលឬមួយក៏អ្នកព័ត៌មានអីមួយចំនួនបងប្អូនណាដីបកគលមកវិញហ្នឹងគឺមានការឯកភាពពី JBC ហើយនិង GBC ដែលចុះហត្ថលេខារួចរាល់ហើយណាបងប្អូនចាដូច្នេះហើយមិនមែនដូចបងប្អូនមួយចំនួនគាត់ចេះតែនិយាយថាចេះអនុវត្តតាមផែនទីនៃឯកតោភាគីរបស់សៀមគោះតាមចិត្តខ្លួនឯងហើយមានຂະຫນាត1ភាគ50000អីចឹងទេហើយត្រង់ចំណុចនេះខ្ញុំមិនមែនផ្សាយលើកទី1ណាបងប្អូនឥឡូវខ្ញុំផ្សាយលើកទី2ជំរាបជូនបងប្អូនណាសូម្បីតែរាជរដ្ឋាភិបាលក៏លោកបានផ្សាយហើយប្រកាសកន្លងមកដែរអញ្ចឹងហេតុអីក៏នៅមានតែបងប្អូនមួយចំនួនអត់បានដឹងពីព័ត៌មាននឹងហើយទាំងនាំគ្នារបៀបថាឆេះឈុលនឹងអារឿងព័ត៌មានមិនពិតថាសៀមនឹងដេញប្រជាពលរដ្ឋខ្មែរចេញពីកន្លែងនឹងដោយសារតែការបោះបង្គោលព្រំដែនលេខ42រហូតដល់47ខ្មែរយើងបាត់បង់ដីខ្មែរយើងឲ្យដីទៅសៀមណា
ចេះតែនាំគ្នាផងផលហើយចេះនាំគ្នាផ្អើតាមគ្នាអញ្ចឹងណាបងប្អូនតាមពិតទៅគ្មានសៀមឯណាវាមកដេញខ្មែរយើងស្រស់ៗទេបងប្អូនចាហើយនៅក្នុងពេលដែលប្រជាជនគាត់ជំនឿចេញពីភូមិហ្នឹងក៏សម្ដេចតេជោហ៊ុនសែនគឺលោកមានប្រសាសន៍ដែរចាសម្ដេចតេជោហ៊ុនសែនលោកមានប្រសាសន៍ថាចេះមិនមែនពួកសៀមហ្នឹងវាពាក់ក្បាលទេបាទឯងហ៊ានចូលមកអាហ្នឹងគឺឯងចប់ហើយឥឡូវសាឯងហ៊ានចូលមកមើលឯងហ៊ានចូលមកអាហ្នឹងហែងដឹងតែចប់បោះសម្ដេចតេជោហ្មងលោកអត់និយាយបើកជាចំហហើយប៉ុន្តែលោកនិយាយនៅក្នុងចិត្តចានិយាយក្នុងចិត្តប៉ុន្តែលោកនិយាយក្នុងចិត្តហើយលោកមិនមែនអត់ធ្វើទេណាបងប្អូនចាំតែមើលហែងហ៊ានចូលមកអាហ្នឹងដឹងតែសម្ដេចខោក្បាលឯងដកបែកក្បាលហ្មងបញ្ជាក់ប្រាប់បងប្អូនម្ដងទៀតស្ថានភាពនៅក្នុងភូមិទាំងពីរនេះគឺល្អប្រសើរមានសមត្ថកិច្ចក៏ដូចជាអ្នកការពារគឺយ៉ាងល្អបំផុតអាថងចំណុចហ្នឹងគឺអាចបញ្ជាក់បានថាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលយើងនិងមន្ត្រីហើយក៏ដូចជាសមត្ថកិច្ចនៅក្នុងមូលដ្ឋានហ្នឹងគឺបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះប្រជាជនក៏ចំពោះទីតាំងដែលពួកគាត់នៅឈរជើងដែរមិនដូចអ្វីអ្នកខ្លះគាត់ចេះតែនិយាយណាបងប្អូនចា